សរនេះយើងអានថាខាន់អាចមានន័យពីរទី1មើលទី2ឃើញខាន់អាចបង្កើតបានជាមួយនឹងពាក្យខាន់តោបានន័យថាបានឃើញខាន់ស៊ូមើលសភៅឬអានសៀវភៅហៅខាន់ចង់សំដៅទៅលើមើលទៅឃើញស្អាតឧទាហរណ៍你穿这件衣很好看ចង់ថាអ្នកពាក់អាវនេះទៅមើលទៅឃើញស្អាតណាស់ណានខាន់គឺជាពាក្យផ្ទុយរបស់ហៅខាន់បន្ទាប់ពីរៀនពាក្យហើយយើងយកពាក្យហ្នឹងមករៀនបង្កើតប្រយោគហើយប្រយោគទាំងពីរហ្នឹងលក្ខណៈជាសន្ទនា A សួរទៅកាន់ B ថា这件裙子好看吗ចង់បានន័យថាសពុតនេះមើលទៅស្អាតអត់ B តបវិញថា太难看了មិនស្អាតតទៅសោះកន្លែងនេះខ្ញុំសូម highlight មកបន្តិចជា function វាគឺជាចំនួនឯកតាដែលប្រើជាមួយនឹង裙子ហើយក្រៅពី裙子នេះយើងក៏អាចប្រើជាមួយនឹង是បានដែរឧទាហរណ៍我告诉你一件事ចង់បានថាខ្ញុំប្រាប់អ្នករឿងមួយឧទាហរណ៍បន្ថែម谁知道这件事តើអ្នកណាដឹងរឿងនេះខ្លះអរគុណជួបគ្នាវីដេអូក្រោយទៀត